ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូខ្ញុំធ្លាប់បានតែឃើញរូបភាពនេះពីមុនដែរឬអត់ទេរូបភាពនេះវាមើលទៅមានលក្ខណៈគួរឲ្យខ្លាចដោយបង្ហាញនឹងកូនក្រមុំតុក្កតាជប៉ុនមួយដែលមានមុខដង្សោស្លេកមានសក់សេះធំកហើយដូចជាមានកេឌីតដាក់ក្របភ្នែកធំមានជើងឈាមហើយថ្មិញធំមានលាតចិញ្ចាញចេញមករូបភាពនេះអ្នកទាំងអស់គ្នាមកផ្លែឬមកក៏មើលយូរក៏នៅតែធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាភ័យដែរចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹង origin ដើមរបស់រូបភាពនេះថាវាមកពីណាហើយបានជាត្រូវគេ edit វាទៅជារូបអញ្ចឹងប៉ុន្តែខ្ញុំមិនមែនបង្កើតវីដេអូនេះគឺនិយាយតែតាក់ទងទៅនឹង origin ដើមរបស់រូបភាពនេះតាមមកទេរូបភាពហ្នឹងវាក៏មានភ្ជាប់ជាមួយនឹងរឿងរ៉ាវច្រើនដែលគួរឲ្យខ្លាចដែលវារៀងស្មុគស្មាញតែវាគួរឲ្យចាប់អារម្មណ៍អញ្ចឹងដំបូងគឺយើងមកនិយាយតាក់ទងទៅនឹង origin ដើមរបស់រូបភាពហ្នឹងជាមុនសិនអញ្ចឹងរូបភាពមួយនេះវាមានឈ្មោះហៅពី1វាមានឈ្មោះហៅថា Make Me Cute និងឈ្មោះទី2មានឈ្មោះហៅថា Aheno Barber Hypnosai ដែលឈ្មោះនេះហើយគឺជាហេតុផលដែលធ្វើឲ្យរូបភាពនេះវាទៅជា infamous រូបភាពមួយដែលគេស្គាល់មកដល់សប្តាហ៍ថ្ងៃហ្នឹងនៅក្នុងឆ្នាំ2004មានអ្នកប្រើប្រាស់ 2chang មួយ 2chang គឺជា website image vote មួយនៅក្នុងប្រទេសជប៉ុនដែលនៅក្នុងកំឡុងឆ្នាំ2000ដែលក្នុង website នោះអ្នកផុសភាគច្រើនគឺផុសជា anonymous អញ្ចឹងនៅក្នុងនោះវាស្រេងទៅនឹង social media របស់យើងដូចយើងប្រើប្រាស់សប្តាហ៍ថ្ងៃហ្នឹងដែរដោយអ្នកប្រើប្រាស់នៅក្នុង 2chang នោះភាគច្រើនគឺគេផុសតុកត្រូគ្នាឬមួយក៏របៀប share ជា meme អញ្ចឹងមាន 2chang user មួយបាន upload រូបភាពតុក្កតាជប៉ុនហ្នឹងចូលទៅក្នុង website ហ្នឹងដែលតុក្កតាជប៉ុនហ្នឹងវាមានឈ្មោះរបស់វាហៅដូចគ្នាដែរជាតុក្កតាបែបប្រពៃណីវាឈ្មោះហៅថា Ichimasu ដែល 2chang user នោះបានផុសជាអក្សរនៅពីខាងក្រុមតុក្កតានឹងថាមកតុក្កតានេះមើលទៅគួរឲ្យខ្លាចខ្លាំងណាស់តើមានអ្នកណាគេអាចធ្វើឲ្យវាមើលទៅគួរឲ្យស្រឡាញ់បន្តិចបានអត់ Make it cute ដោយសារតែផុសនេះហើយបានធ្វើរូបភាពនេះភ្ជាប់ជាមួយនឹងពាក្យ Make me cute បន្តឥឡូវអញ្ចឹងមាន user បានចូលទៅធ្វើការ challenge ខ្លួនឯងខ្សែ edit ទៅលើរូបភាពនេះហោហែនេះគឺជារូបភាព edit ផ្សេងទៀតមកពីក្នុងផុសនោះហើយនេះគឺជារូបភាពដែលត្រូវបានគេ edit ហើយទៅជារូបភាពមួយដ៏ល្បីគឺជាវាថា iconic ជាងគេនៅក្នុងខែធ្នូទី25 2005មាន 2chang user ម្នាក់ទៀតបានយករូបភាពនេះទៅ edit ដាក់ជាអក្សរជប៉ុនដែលមានន័យជាភាសាខ្មែរថាបើសិនជាអ្នកបានឃើញហើយមិនផុសឬមួយក៏ share រូបភាពនេះនៅក្នុងរយៈពេល1ម៉ោងទេចឹងនៅក្នុងមួយឆ្នាំនេះអ្នកនឹងជួបតែរឿងអាក្រក់ហើយនៅក្នុងរូបភាពនេះគឺជារូបរបស់មនុស្សដែលបានស្លាប់ដោយសារតែមិនបាន share បន្តចឹងដល់តែនៅខ្មែរដែរតែមានអ្នក share ផុសមកកាន់យើងហើយប្រាប់ថាបើយើងអត់ share នឹងទៅកម្មមនុស្ស10នាក់ទេនឹងជួបរឿងសួយពេញមួយឆ្នាំមកចឹងរូបភាពនេះត្រូវបានគេស្គាល់ច្រើនគឺនៅក្នុងឆ្នាំ2012ដែលមាន Reddit user ម្នាក់មានឈ្មោះហៅថា Watching Strange បានផុសរឿងរន្ធត់បែប creepy pasta មួយចូលទៅក្នុង subreddit No Sleep មួយដែលមានចំណងជើងថា Gurgle and Batchmanរឿងនេះចង់និយាយតាក់ទងទៅនឹងក្មេងប្រុសម្នាក់បានតែរកឃើញទូរទស្សន៍ចាស់មួយក៏យកវាមកបើកមើលហើយនៅក្នុងទូរទស្សន៍នោះក៏មានចាក់កម្មវិធីទូរទស្សន៍មួយដែលមាន clown 2នាក់ជាអ្នករ៉ាន់កម្មវិធីបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ស្ដាប់រឿងបាញ់ខ្ញុំនឹង link វីដេអូអ្នកទាំងអស់គ្នានៅខាងក្រោមតាមពិតទៅរូបភាពនេះចាប់តាមល្បីខ្លាំងយកហ្មងគឺដោយសារតែរឿងរ៉ាវមួយកើតឡើងនៅក្នុងឆ្នាំ2015ដែលមាន account Facebook មួយដែលមានឈ្មោះហៅថា Aheno Barber Hypnosai account នេះគឺនៅពេលដែលមានអ្នកចូលទៅ add ទៅម្ចាស់ account នឹង send ជា private message ទៅក្នុង chat ដោយផ្ញើជារូបភាពបែបសាហាវខូខើពេលខ្លះផ្ញើជារូបមនុស្សស្លាប់ហើយពេលខ្លះទៀតម្ចាស់เพจហ្នឹងក៏មាន send ជា CP វីដេអូនិយាយទៅតាក់ទងទៅនឹងរូបភាពអីដែលអត់ល្អហើយខុសច្បាប់ម្ចាស់เพจហ្នឹងគឺដឹងតែ send ឲ្យហ្មងហើយនៅពេលដែលគាត់ send ឲ្យហើយម្ចាស់เพจហ្នឹងក៏មានភ្ជាប់ជាមួយនឹង location coordinate មួយដែលមានទីតាំង station បន្ទាយ communication មួយចេញពីប្រទេសអូស្ត្រាលីដែលមកតឥឡូវនេះគឺនៅតែអត់មានណាគេយកតាក់ទងទៅនឹងហេតុផលហើយបានជា share ជាមួយនឹង location ហ្នឹងទៅកាន់កន្លែងនោះឬមួយក៏ម្ចាស់ account page នោះក៏រស់នៅទីនោះឬមួយក៏មិនប៉ុន្តែ account Aheno Barber Hypnosai ហ្នឹងគឺប្រើប្រាស់ជាមួយនឹងភាសាអេស្ប៉ាញហើយ case នេះក៏ចាប់ផ្ដើមផ្ទុះឡើងល្បីនៅដំបូងគេគឺក្នុងបណ្ដាញសង្គមអេស្ប៉ាញសម្រាប់
original page ដែលបង្កើតមុនគេហ្នឹងគឺមានគេ like ប្រហែលជា 20,000 នាក់ហើយបើសិនជាអ្នកបានចូលទៅអាន comment នៅខាងក្នុង page ហ្នឹងអ្នក follower page ហ្នឹងគឺហួសចិត្តមែនតើព្រោះពាក្យច្រើនពួកគេទាំងនោះហើយពាក្យច្រើន comment សុំម្ចាស់ page ហ្នឹងឲ្យផ្ញើជាវីដេអូ CP ចូលទៅក្នុង group WhatsApp ហើយ account page Aheno Barbers Henusai ហ្នឹងក៏គាត់មានជាការបង្កើត Facebook group ដូចគ្នាហើយអ្នកដែលនៅក្នុង group ហ្នឹងគឺពាក្យច្រើននាំគ្នា active ដើម្បីឲ្យ change តាក់ទងនឹងវីដេអូរបៀបខុសច្បាប់អត់ល្អដូចជា CP វីដេអូអ្នកទាំងអស់គ្នាហើយនៅក្នុងក្រុមនោះអ្នកដែលគាត់ផុសគឺពាក្យច្រើនមានអ្នកខ្លះគាត់ផុសភាពក្មេងៗដែលត្រូវជាសាច់ញាតិខ្លួនឯងចូលនៅក្នុងក្រុមហ្នឹងហើយសួរអ្នកលេងក្នុងក្រុមហ្នឹងថាចង់ឃើញភាពអាក្រក់អត់ចាំគេអ្នកថតឲ្យមើលសញ្ញមទៅគឺអាក្រក់មែនតែនហ្មងសម្រាប់ Facebook ហ្នឹងដែលជា page ដើមហ្នឹងក៏ត្រូវបាន Facebook បាន ban ជាច្រើនសារហើយអ្នកដែលពីក្រោយខ្នង account ហ្នឹងក៏ធ្លាប់បានថើមបង្កើត page ថ្មីហើយក៏ត្រូវបាន Facebook ban ជាច្រើនសារដោយសារតែមានអ្នក report ច្រើនពេកហើយបើអ្នកទាំងអស់គ្នារបៀបទៅ search ឈ្មោះ Aheno Barber Henusai នៅក្នុង Facebook នឹងមានឃើញ account ឈ្មោះនឹងហើយមានរូបភាពដូចគ្នាច្រើនដោយសារតែ account ទាំងអស់ហ្នឹងពាក្យច្រើនអត់មានផុសអីទាំងអស់គឺដូចត្រូវបានគេបង្កើតចោលអញ្ចឹងណាហើយខ្ញុំចូលទៅមើលទៅដូចមាន account មួយដែលមាន location នៅខ្មែរតាមពាក្យគេនិយាយដូចជាមាន SPI កំពុងតែតាមប្រមាញ់មនុស្សនៅពីក្រោយក្នុង account ហ្នឹងដែលអត់ទាន់ចាប់បានថាចង់សង្ស័យជាណាគេឲ្យប្រកាសតែរហូតមកដល់ឥឡូវហ្នឹងខ្ញុំគិតថាម្ចាស់ account Aheno Barber Henusai ហ្នឹងគឺប្រហែលជាកំពុងតែ active ទៅដែរតែប្រហែលជា active នៅកន្លែងណាមួយដែលយើងអត់ដឹងអញ្ចឹងវារៀងសែតដែរដែលមនុស្សអាក្រក់ដែលមនុស្សសន្តានប្រិយស័យហើយដល់តែរួចខ្លួនមកដល់សប្តាហ៍ថ្ងៃហ្នឹងត្រឡប់មកវិញហេតុផលនៅពីក្រោយខ្នងនៃការបង្កើតរូបភាពនេះឡើងមកគឺវា so random មែនតើដោយសារតែរូបភាពនេះត្រូវបានផុសនៅលើបណ្ដាញសង្គម website មួយហើយក៏ត្រូវបានគេ edit ហើយក៏ត្រូវមានអ្នកយករូបភាពហ្នឹងទៅ inspire ជារឿងមួយហើយចុងក្រោយក៏មានអ្នកយកវាទៅដាក់ជា account profile ដែលម្ចាស់ account ហ្នឹងបានទៅប្រព្រឹត្តនៅរឿង smoke rock តាមពិតទៅរូបភាពហ្នឹងគ្រាន់តែកាត់ edit គឺវាគួរឲ្យខ្លាចតែបើយើងមកដឹងតាក់ទងទៅនឹងរឿងរ៉ាវនៅពីក្រោយក្នុងរូបភាពហ្នឹងគឺវាកាន់តែ add cherry on top ធ្វើរូបភាពហ្នឹងគឺវាគួរឲ្យខ្លាចថែមទៀតអូអ្នកទាំងអស់គ្នាខ្ញុំផ្លេច share តាក់ទងទៅនឹង original របស់ភ្នែកហ្នឹងគឺភ្នែកហ្នឹងគឺកាត់យកចេញពីរឿងមួយតែជារឿងប្រភេទ anime ដែលមានឈ្មោះហៅថា Two Hat Two ចឹងវីដេអូរបស់ខ្ញុំគឺវាមានតែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអរគុណដែលបានមើលមកដល់ចប់សង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយទៀតបាយ